ចំណុចទី8គេចង់និយាយអំពីកុំអៀនមាត់ក្នុងរឿងលុយការគិតដែលតែងតែមកខាំងផ្លូវលុយរបស់យើងគឺការគិតថាការធ្វើអ្វីៗដើម្បីលុយវាជារឿងគួរឲ្យស្អប់ខ្ពើមប្រសិនបើយើងចង់មានឈ្មោះជាមនុស្សល្អយើងត្រូវធ្វើអ្វីៗដោយមិនសង្ឃឹមមាសប្រាក់ទេនេះហើយជាការគិតនិងគឺជាមូលហេតុដែលបណ្ដាលឲ្យមានបញ្ហាធំធ្វើឲ្យមនុស្សជាច្រើនបានលុយតិចជាងកម្រិតសមត្ថភាពរបស់ខ្លួនឬអាចដល់ថ្នាក់ត្រូវបានគេកេងប្រវ័ញ្ចទាំងស្រុងតែម្ដងក៏មានដែរឧទាហរណ៍អ្នកខ្លះពេញបានដោយមិត្តភ័ក្តិខ្ចីលុយពេលខ្លួនឯងត្រូវការមិនហ៊ានទាទេព្រោះខ្លាចត្រូវគេនិយាយនិន្ទាថាជាមនុស្សមកលុយឬដល់ពេលបើកប្រាក់ខែឲ្យតែចៅវាយភ្លេចខ្លួនក៏មិនហ៊ានប្រាប់ចៅវាយព្រោះខ្លាចត្រូវគេថាឲ្យជាមនុស្សលោភលន់មិនគិតពីសុខទុក្ខរបស់ចៅវាយនាយសោះសូមស្វែងយល់ថាការធ្វើការដើម្បីរកលុយមិនមែនជារឿងអាក្រក់ទេហើយការទាមទារលុយដែលយើងគួរតែបានក៏វាមិនមែនជារឿងអាក្រក់ស្អីដែរវាគ្រាន់តែជាកិច្ចព្រមព្រៀងសង្គមដោយសារតែយើងត្រូវប្រើលុយមួយទៀតការធ្វើការងារក៏ជាការធ្វើទៅដើម្បីនឹងបានផលតបស្នងដែលអាចធ្វើឲ្យយើងរស់នៅតទៅទៀតបានយ៉ាងមានសេចក្តីសុខផងដែរនេះជាការបានលុយដោយការដោះដូរក្នុងការរស់នៅវាជារឿងធម្មតាទេសពថ្ងៃនេះមនុស្សកាន់តែប្រកួតប្រជែងក្នុងរឿងចំណេះដឹងដូច្នេះតែងតែឮជាញយៗថាធ្វើការមិនត្រូវគិតតែរឿងលុយមួយយ៉ាងនោះទេខ្ញុំយល់ថាធ្វើការមិនត្រូវគិតតែរឿងលុយមានមូលហេតុដោយសារតែថាអ្នកខ្លះតាំងចិត្តធ្វើការដោយសារតែលុយមួយយ៉ាងគត់គេមិនដែលគិតស្វែងយល់អ្វីឡើយក្រៅពីលុយដូច្នេះទើបកើតពាក្យនេះនៅកន្លែងខ្លះមិនបានឲ្យលុយជាផលតបស្នងច្រើនទេប៉ុន្តែគេឲ្យផលតបស្នងក្នុងរូបបែបជាបទពិសោធន៍ឬជាបណ្ដាញដែលអាចឲ្យយើងតាក់ទងប្រស្រ័យជីវិតទៅអនាគតតើពាក្យទាំងនេះមានឥទ្ធិពលសម្រាប់ការដាស់តឿនសតិឲ្យយើងមើលពីតម្លៃនៃការងារច្រើនជារឿងមាសប្រាក់តែមិនមែនមានន័យថាឲ្យយើងធ្វើការដោយមិនចាប់អារម្មណ៍រឿងលុយសុទ្ធនោះទេត្រឡប់ទៅក្រោយវិញថាការទារលុយវាមិនមែនជារឿងអាក្រក់នោះទេប៉ុន្តែការទារលុយពីអ្នកដទៃក៏គួរតែគិតឲ្យបានម៉ត់ចត់មុននឹងទារព្រោះថាគោលការណ៍នៃការជួយសង្គ្រោះឬការជួយគ្នាទៅវិញទៅមកសំខាន់ណាស់ប្រសិនបើយើងទារលុយនរណាម្នាក់ត្រូវគិតដែរថាគេប្រហែលជាកំពុងតែលំបាកពិតមែនដូច្នេះការទៅបង្ខំអាចធ្វើឲ្យគេតបប្រមល់កាន់តែខ្លាំងឬអាចជាការគៀបសង្កត់ផ្នែកផ្លូវអារម្មណ៍ទៀតផងទាំងនេះក៏មិនមែនមានន័យថាខ្ចីលុយគេហើយមិនបាច់សងឬដល់ពេលសងហើយបែរមិនបាច់សងក៏បានដែរនោះទេវាគ្រាន់តែជាពាក្យបង្ហាញពីការមានទឹកចិត្តប្រសិនបើយើងជាម្ចាស់លុយមិនខ្វះខាតអ្វីខ្លាំងទេក៏អាចពន្យាពេលទៅសិនបានពាក្យទាំងនេះគឺជាពាក្យដាស់តឿនដើម្បីឲ្យអ្នកដែលមានលុយច្រើនបានគិតកុំលោភលន់ពេកនិងកុំអាលទានអ្នកដែលកំពុងលំបាកដែលនឹងអាចធ្វើឲ្យមនុស្សម្នាក់នោះបាក់កម្លាំងចិត្តយ៉ាងធ្ងន់ធ្ងរបណ្ដាលឲ្យគេ
มันអាចនឹងធ្វើការបានជាលទ្ធផលគេមិនមានលុយសងយើងហើយអ្នកដែលទទួលផលប៉ះពាល់ធំគឺអ្នកដែលទានេះឯងមួយវិញទៀតពាក្យទាំងនេះបានជួយបំភ្លឺដល់កូនបំណុលដែលមិនចេះទទួលខុសត្រូវពេលត្រូវគេទាហើយគ្មានលុយសងក៏និយាយឲ្យអ្នកទានោះថាជាមនុស្សលោភលន់ជេរដៀលអ្នកមកទាលុយគ្រប់បែបយ៉ាងសូម្បីការពិតវាជាលុយរបស់គេសោះប្រសិនបើអ្នកទាជាមនុស្សចិត្តទន់ពេលជួបរឿងបែបនេះក៏កើតអាការៈជាមុខស្ដើងហើយព្រមថយទៅវិញព្រោះមិនចង់ត្រូវគេជេរថាជាមនុស្សលោភលន់ឃើញតែលុយសូម្បីវាគ្រាន់តែជាពាក្យជេរដែលចេញពីមាត់ដែលគ្មានការទទួលខុសត្រូវតែប៉ុណ្ណោះអោកូនបំណុលអើយជប់អីចឹងទៅប្រយ័ត្នគេប្តឹងអស់គូតខោយើងត្រូវយល់ថាលុយមិនមែនជារឿងអាក្រក់តែលុយជាមិត្តដែលជួយឲ្យរស់នៅបានយ៉ាងងាយស្រួលចំណែកឯធ្វើការដើម្បីលុយក៏មិនមែនជាការលោភលន់ឬអាត្មានិយមឃើញតែលុយជានិច្ចដែរសូមពិនិត្យនិងវិភាគពាក្យទាំងនេះដោយសតិនិងមើលទៅតាមការពិតយើងគួរតែធ្វើការជាមនុស្សល្អនិងឆ្លាតវៃចាប់ពីពេលនេះតទៅចូលកុំអៀនក្នុងការនិយាយរឿងមាសប្រាក់ដូចជានៅពេលគេខ្ចីលុយយើងហើយដល់កំណត់ត្រូវសងក៏អាចហាមាត់ទាបានព្រោះនេះជាសិទ្ធិរបស់យើងនិងជាលុយរបស់យើងឬដូចរបស់របរទូទៅដែរនៅពេលមានគេមកខ្ចីទៅប្រើយើងមានសិទ្ធិទាមកវិញគ្រប់ពេលគ្រប់វេលាក្រៅពីនេះការនិយាយរឿងលុយដែលជាថ្លៃឈ្នួលរបស់យើងឬទទួលការងារណាមួយមកធ្វើហើយទាមទារប្រាក់ខែឲ្យសមតាមសមត្ថភាពរបស់យើងក៏មិនមែនជារឿងចម្លែកអ្វីដែរមានពាក្យនិយាយថាប្រសិនបើយើងព្រមទទួលប្រាក់ខែតិចជាងតម្លៃនៃសមត្ថភាពរបស់យើងប្រៀបដូចជាយើងត្រូវបានគេកេងប្រវ័ញ្ចចូលកុំឲ្យកើតរឿងបែបនេះចំពោះអ្នកឲ្យសោះពេលយើងធ្វើការពេញទំហឹងយើងក៏អាចទាមទារប្រាក់ខែពេញទំហឹងដូចគ្នាផងដែរចំណុចនេះយើងត្រូវវាយតម្លៃដោយមិនលំអៀងឬចូលទៅសួរចៅហ្វាយក៏បានដែរថាការដែលមិនឲ្យប្រាក់ខែយើងបន្ថែមក៏ព្រោះតែសមត្ថភាពរបស់យើងមិនដល់ឬមួយក្រុមហ៊ុនគ្មាននយោបាយក្នុងការដំឡើងប្រាក់ខែដែលនេះជាការសាកល្បងទឹកចិត្តនិងភាពស្មោះត្រង់របស់ចៅហ្វាយយើងដែរពេលអ្នកផ្លាស់ប្ដូរខ្លួនឯងឲ្យផុតពីការជឿខុសតាក់ទងនឹងរឿងលុយទាំងនេះបានអ្នកនឹងមិនមានឱកាសត្រូវបានគេយកប្រៀបឬការធ្វើឲ្យខ្លួនឯងបានទទួលលុយតិចជាងការដែលទទួលបាននោះដែរចំណុចក្តៅមួយទៀតត្រូវចាំទុកដែរថាកុំអៀនមាត់ក្នុងពេលនិយាយរឿងដល់រឿងលុយគ្មានហេតុផលអ្វីត្រូវខ្មាស់អៀននោះទេតើអ្នកដឹងទេថាពួកអ្នកមានគេសាងខ្លួនដើម្បីមកយ៉ាងម៉េចក៏ព្រោះតែពួកគេមិនអៀនមាត់ក្នុងការនិយាយរឿងលុយនេះឯងដូចជាតារាភាពយន្តឬអ្នកចម្រៀងដែលមានថ្លៃខ្លួនខ្ពស់ក៏ព្រោះតែថាគេទាមទារតាមសមត្ថភាពហើយពួកគេហ៊ានតស៊ូមិនរៀថយដើម្បីប្រាក់ចំណូលដែលសមរម្យនឹងខ្លួនឯងដូច្នេះត្រូវហ៊ានលើកជាការស្នើឬហ៊ានតវ៉ាក្នុងរឿងដែលខ្លួនគិតថាវាមិនត្រឹមត្រូវមនុស្សដែលខ្មាស់អៀនព្រមទាំងខ្លាចត្រូវគេជេរថាជាមនុស្សលោភលន់
ឬមិនហ៊ានទៀមទាដើម្បីខ្លួនឯងនោះតែងមានស្ថានភាពអាក្រក់ខាងផ្នែករញ្ញវត្ថុជានិច្ចដល់ពេលដែលអ្នកត្រូវគិតសារជាថ្មីថាអ្នកណាខ្ចីលុយយើងត្រូវតែទាមកវិញទោះបីគេថាយ៉ាងម៉េចមិនបាច់ទៅចាប់អារម្មណ៍ចាត់ទុកថាគេបានបង្ហាញធាតុពិតរបស់គេចេញមកហើយមនុស្សល្អគេមិនជេរអ្នកដែលឲ្យគេខ្ចីលុយនោះទេឬការហ៊ានទាថ្លៃឈ្នួលយើងត្រូវតែអភិវឌ្ឍខ្លួនឯងឲ្យសមនឹងតម្លៃថ្លៃឈ្នួលនោះផងដើម្បីរក្សាសិទ្ធិដែលយើងទទួលបានល្មមហើយសម្រាប់ការអ៊ីនម៉ត់ក្នុងការនិយាយរឿងលុយកាក់មាសប្រាក់